តាអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ហេតុអីបានជាមនុស្សពីរនាក់ជួបបញ្ហាដូចគ្នាប៉ុន្តែរស់នៅក្នុងជីវិតខុសគ្នាស្រឡះម្នាក់ទៀតជ្រើសរើសចោះចាញ់ហើយក៏ចំអកខ្លួនឯងថាខ្ញុំធ្វើបានទេឯម្នាក់ទៀតក៏បែរជាឃើញបញ្ហានោះវាជាឱកាសទៅវិញភាពខុសគ្នាទាំងពីរហ្នឹងវាមិនមែនមកពីសំណាងទេឬក៏ប្រាជ្ញារបស់ពួកគេតាំងពីកំណើតនោះទេវាផ្ដើមចេញពីរឿងមួយគត់គឺផ្នត់គំនិតរបស់យើងនឹងអ្នកចិត្តវិទ្យាបានបែងចែកផ្នត់គំនិតជាពីរប្រភេទធំទី1 fake mindset មានន័យថាផ្នត់គំនិតថេរមនុស្សដែលមានផ្នត់គំនិតនេះជឿថាសមត្ថភាពនិងចំណេះដឹងរបស់ពួកគេត្រូវបានកំណត់តាំងពីកំណើតប៉ុន្តែនៅពេលដែលពួកគេបរាជ័យពួកគេគិតថាខ្លួនឯងអសមត្ថភាពហើយប្រញាប់នឹងបោះបង់ចោលភ្លាមព្រោះពួកគេខ្លាចនឹងអ្នកដទៃមើលថាមិនល្អទី2 grow mindset មានន័យថាផ្នត់គំនិតរៀនសូត្រផ្ទុយទៅវិញមនុស្សក្រុមនេះជឿថាសមត្ថភាពអាចអភិវឌ្ឍបានទៅតាមការខិតខំរៀនសូត្រសម្រាប់ពួកគេបរាជ័យមិនមែនជាទីបញ្ចប់ប៉ុន្តែជាការរៀនសូត្រឧបសគ្គមិនមែនជារនាំងទេប៉ុន្តែជាការធ្វើតេស្តនៅសមត្ថភាពរបស់ពួកគេឈប់កុំនិយាយថាខ្ញុំធ្វើកើតទេប៉ុន្តែត្រូវនិយាយថាខ្ញុំអត់ទាន់ចេះធ្វើវាទេពាក្យមួយម៉ាត់ហ្នឹងណាវានឹងបាក់ទ្វារខួរក្បាលយើងធ្វើឲ្យយើងមានអារម្មណ៍ថាចង់សិក្សារៀនសូត្របន្ថែមទៀតណាហើយក៏កុំសរសើរតែពាក្យជោគជ័យតែត្រូវសរសើរកម្លាំងញើសឈាមនិងការតស៊ូរបស់យើងជារៀងរាល់ថ្ងៃឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃមនុស្សតែម្នាក់ដែលត្រូវប្រកួតប្រជែងជាមួយហ្នឹងគឺខ្លួនឯងបច្ចុប្បន្នហ្នឹងហ្មងត្រូវចាំថាជីវិតរបស់យើងមិនមែនត្រូវបានកំណត់ដោយអតីតកាលឬក៏សមត្ថភាពបច្ចុប្បន្នទេប៉ុន្តែវាកំណត់ដោយទម្លាប់នៃការគិតរបស់យើងនៅបច្ចុប្បន្ននេះតោះពុកម៉ែបងប្អូនចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងថ្ងៃនេះដើម្បីបង្កើតនៅជីវិតដែលយើងប្រាថ្នាសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះប្រសិនជាយល់ថាវីដេអូនេះមានប្រយោជន៍ដល់ពុកម៉ែបងប្អូនសូមកុំភ្លេចជួយ like share និង subscribe YouTube Channel របស់ Mindset ដើម្បីទទួលបានចំណេះដឹងថ្មីសូមអរគុណសូមជម្រាបលា